ជួយថកែលីផងទៅណាពេលនេះមានតលោកទីដែលជួយខ្ញុំបានខ្ញុំសុំវជួយខ្ញុំផងទៅមិនមែនលោកជង្គង់ឲ្យខ្ញុំជួយទេរឿងនេះគឺលោកបង្កល់ដោយខ្លួនឯងលោកទេវតាខ្ញុំនឹងសងប្រាក់លោកអាចប្រើយុទ្ធសាស្ត្រឲ្យលោកម្ចាស់ចិនបញ្ជឿការសងប្រាក់បានទេផ្ដេសផ្ដាស់យុទ្ធសាស្ត្រមិនមែនប្រើដើម្បីអញ្ចឹងទេគម្ពីរលីសរសេរថាជួយគេតិចតួចគឺជាអំពើល្អត្រឹមត្រូវល្អណាស់ពេលនេះមិនមែនតិចតួចទេ400ដំឡឹងណាលោកទេវតាខ្ញុំអាចនិយាយពី3ម៉ាត់បានទេនាងសៀហួរនាងចង់និយាយ5-600ម៉ាត់ក៏បានដែរអ្វីត្បិតក្នុងលោកមានរឿងកាលឡើងច្រើនតែវាក៏មានអភូតហេតុការជួយគេជាអំពើល្អម្យ៉ាងលោកក៏ជាទេវតាល្អដែលជួយដល់រាជដែរណានាងសៀហួរអ្វីត្បិតនាងនៅក្មេងតែមើលធ្លុះរឿងក្នុងលោកថាកាលីក្រៅសិនមកអរគុណហើយលោកទេវតានឹងជួយលោកមែនទេលោកទេវតាអូនសម្លាញ់បងចេញក្រៅសិនតែចាស់កំថតចេញហេតុអីលោកម្ចាស់ជិនឲ្យឯងទៅសុំបំណុលឲ្យអស់ក្នុង2-3ថ្ងៃក្រែងលោកទេវតាជួយបញ្ជាពេលឲ្យខ្ញុំហើយតើម្ចាស់បំណុលឯងគឺលោកម្ចាស់ជិនមិនមែនជាលោកទេវតាទេតែពួកលោកក៏មិនអាចធ្វើចឹងបានដែរហេតុអីនិយាយស្អីនិយាយម្ដងទៀតបងម៉ាណេទៅបងណាបងនឹងលីសេវីម៉ាណេភ្លាមខ្ញុំឲ្យបងយកបណ្ណាការខ្ញុំទៅសងបំណុលហើយបងបានសងរួចហើយនៅសងហើយសងហ៎បាទអញ្ចឹងដៃរបស់នាងបំណុលចាំមិនទាន់សងអស់ក៏មានបំណុលថ្មីគេចំពាក់លោកម្ចាស់ជិនគឺ400ដំឡឹងថាម៉េច400ដំឡឹងហ៎សម្រាប់បងបាយឯងចូលស្រាប់មែនទេពី3ថ្ងៃគ្មានប្រាក់ទេគាត់នឹងមឹកអស់យកទៀមប៉ាស៊ីនហើយអាម៉េចថាម៉េចទៅអត់អាចធ្វើជើងបានទេខ្ញុំកំពុងនិយាយជាមួយបងខ្ញុំប្រាដៃនិយាយជាមួយបងលុតជង្គង់ទៅកុំចឹងត្រូវសម្រាប់បងឲ្យបងយកប្រាក់ទៅសងគេបងបែរជាចម្ពាក់កាន់តែច្រើនកុំចឹងអីដល់យើងមកពីលោកទេវតាបកែឲ្យពួកយើងទៅបខំលីសេវីសងប្រាក់ទើបឯងលេចមុខលោកទេវតាមកស្លឹកនេះគេទើបតែបិទលើផ្ទាំងស័ក្តិសិទ្ធិទេចិនស៊ឺហៅទាបំណុលគេខ្មោចកោព្រាយពោះយកជីវិតឯងសាហាវមែនម្ដងលោកម្ចាស់ចិនក៏ឯងសម្លាប់បនលបែងក៏ឯងជាអ្នកដុតលោកទេវតាទេដឹងថាគេយូរហើយកដាស់ប៉ងប្រាថ្នានេះដោយលើកមុនអញ្ចឹងសុទ្ធតែមានខ្លាញ់គឺជាខ្លាញ់ឆាហួតដូចគ្នាព្រោះមានតែទៀមប៉ាសៀងទេដែលប្រាខ្លាញ់នេះធ្វើមិនប៊ូបើចាប់បានហើយខ្ញុំគ្មានអីនិយាយទេឯងធ្វើអាក្រក់ដាក់យើងធ្វើអញ្ចឹងគ្រាន់តែចង់20ឯងចង់ហាមឃាត់ឯង20ឯងនេះសមនឹងយើងវាយមែនយើងចង់វាយឯងយូរណាស់មកហើយឯងបើកទៀមអាភៀនបនលបែងធ្វើឲ្យគ្រួសារច្រើនអ្នកបែកបាក់រួមទាំងគ្រួសារយើងដែរស្ដាយណាស់ពេលនោះយើងមិនបានកាត់ឯងជាពីរដល់ផ្ទាល់ដៃដើម្បីជួយដល់រាជនៅនិយាយទៀតលោកម្ចាស់ជីនមនុស្សចាប់បានហើយនាំគេទៅប៉ុស្តិ៍ប៉ូលីសទៅនាំគេទៅលើយើងសូមវល់លោកទេវតាជួយកូនប្រុសខ្ញុំផងលោកទេវតាជួយផងលោកទេវតាកូនខ្ញុំមកករឿងព្រោះតែខ្ញុំគឺគ្មានចេតនាទេណាលោកម្ចាស់ជិនមិនបាននាំទៅប៉ុស្តិ៍ប៉ូលីសទេគឺគេចង់ចាត់ការខ្លួនឯងបើជើងមិនលោកដែរទេតើជើងនៅគ្រោះថ្នាក់ជាមិនខានលោកទេវតានឹងជិះមួយម៉ាត់បានទេគឺលោកជាអ្នកបង្ករឿងខ្លួនឯងថ្ងៃមុនខ្ញុំខំពន្យាពេលឲ្យលោកតែលីហើយតើបើជាធ្វើរឿងហួសហេតុត្រូវលោកម្ចាស់ជិនអប់រំខ្លះជារឿងសមហេតុផលអត់ទេលោកទេវតាសូមអូនសម្លាញ់ពួកជើងពឹងលើខ្លួនឯងចុះតោះទៅធ្វើត្បិតតែពួកគេបានធ្វើខុសតែការជួយជីវិតមនុស្សគឺបានបន់ច្រើនណាស់មុននេះប្តីប្រពន្ធពួកគេបានលុតជង្គង់ដាក់ឯងអោនក្បាលដាក់ឯងមកឯងមិនក៏ឯងមិនជួយគេអញ្ចឹងទៅស្លាប់ទៅកុំបាយតាខ្ញុំអីគួរមានចិត្តមេត្តាដល់អ្នកទន់ខ្សោយធ្វើឲ្យរឿងធំខ្លាចទៅជារឿងតូចចេញទៅអាខុនសូមវល់លោកទេវតាសូមជួយលោកតាខ្ញុំផងសូមវល់តាមពិតឲ្យតែលោកព្រមទៅប្រាប់លោកម្ចាស់ជិនមួយម៉ាត់នឹងជួយលាវហៅតើបានហេតុអីក៏លោកចិត្តសាហាវយ៉ាងនេះទោះពួកគេអំបរយ៉ាងម៉េចក៏លោកមិនជួយទេវតាមិនមែននាងលួចជង្គង់ហើយក៏ជួយនាងទេទោះដល់ពេលត្រូវស្លាប់សាច់ញាតិជួបការលំបាកក៏មិនលេចមុខមកជួយនាងដែរទេវតាម្នាក់ណាក៏ចង់ជួយសពសត្វលោកដែរទេវតា
មានការទទួលខុសត្រូវច្រើនណាស់មានពេលខ្លះមិនមែនមកចង់ជួយតែវាខកឱកាស ខ្ញុំមិនដឹងថាទេវតាគិតយ៉ាងម៉េចឡើយខ្ញុំគ្រាន់ជាស្រីនៅបនស្រីម្នាក់តែខ្ញុំក៏ចេះបែងចែកខុសត្រូវអ្វីដែលគួរជួយគឺត្រូវតែជួយ អាទ័រពុកច្បាស់ជួយទៅជួយឯង កុំអី អាទ័រត្រូវគេចាប់ទៅហើយបើបងមិនជួយគេនឹងវាអាទ័រស្លាប់ណា បើបងបាក់ហឹបនេះការខិតខំរបស់ពួកយើងជាច្រើនឆ្នាំនឹងខ្ទេចខ្ទីអស់ ឬមួយក៏មិនជួយគេទេ រកវិធីផ្សេងទៀតទៅ មិនមានវិធីទេអាទ័រពុកមិនគប្បីនឹងឯងពុកថាហើយពុកនឹងស្រោចស្រង់កំហុសកាលពីមុន សូមវល់លោកម្ចាស់ជីន លោកម្ចាស់ជីនដល់លេងគូប្រុសខ្ញុំទៅយ៉ាងច្រើនណាស់ជីវិតមួយដូចជីវិតមួយក ុំសម្លាប់គេអីខ្ញុំព្រមទទួលទោស ឆាប់ទៅ ចំនួ ទៅ នគេ កុំ ចោ ខ ល លពីខ្ញុំអីឈប់ធ្វើពុតជាអ្នកក្លាហានទៀតទៅបន្តិចទៀតបំបាក់ជើងគេឲ្យគេលុតជង្គង់ឆាបហូបមួយជីវិតទៅ កុំអីកុំអី ជប់ភ្លាមលើកលែងអាគារម្ដងគឺបានបន់ម្ដង កុំធ្វើជាមនុស្សល្អនៅទីនេះអសោះប្រយ័ត្នយើងឲ្យគេញុកមាត់ឯងទៅ ទោះបាត់មាត់ខ្ញុំក៏ខ្ញុំនៅនិយាយដល់ដែរដោយពីអធិរាជបាននិយាយថាបនតែត្រូវចាប់មនុស្សអាក្រក់ឲ្យអស់ និយាយច្រើនមែនចាត់ការឯងមុនចុះ លោកម្ចាស់ជីនលោកបណ្ណាគេចិត្តឯងអញ្ចឹងគ្មានហេតុផលទេ លីហៅទ័រសម្រាប់ម្ដងរបស់ខ្ញុំដុតបនលបែងខ្ញុំអ្មេចទៅថាខ្ញុំគ្មានហេតុផលទៅវិញអញ្ចឹងចាប់គេទៅបាទ ឃើញទេលោកទេវតាក៏មិនមកជួយពួកឯងដែរបំបាក់ជើងលីហៅទ័រទៅ កុំអី ហើយចាប់សៀហួរចូលទៅទុកឲ្យយើងចាត់ការគេ លោកម្ចាស់ជីនត្រូវចេះមេត្តាដល់អ្នកដទៃដាក់កំបិតចុះសម្ដីយើងក៏ពួកឯងមិនស្ដាប់ដែរដាក់កំបិតចុះ ចរិតដើមលោកគឺចិត្តល្អណាស់ ចាំបាច់ឯងប្រាប់ដែរ លោកទេវតាវិន័យនៅឋានទេវតាខ្ញុំមិនដឹងនោះទេតែវិន័យនៅឋានកណ្ដាលលោកធ្វើអញ្ចឹងគឺរឹងតតឹង លោកម្ចាស់ជីនការដែលខ្ញុំមកទីនេះគឺដើម្បីដោះស្រាយបញ្ហាអញ្ចឹងចុះរឿងលើតុកបនលបែងដោះស្រាយលើតុកបនលបែងល្អទី លីសៀវ័យជំពាក់ខ្ញុំ400ដំឡឹងគេគ្មានប្រាក់សងទៀមប៉ាសៀងគឺជារបស់ខ្ញុំមិនចាំបាច់ភ្នាល់នឹងគេ លោ ទេ កម្ចាស់ជីនទៀមប៉ាសៀនមិនមែនត្រឹម400ដំឡឹងទេ ឯងមិនសុកចិត្តចង់ភ្នាល់មែនទេបានយើងកំដរឯងចុះបើឯងឈ្នះយើងនឹងលែងលីហៅទ័រតែបើឯងចាញ់យើងវិញទៀមប៉ាសៀងគឺជារបស់យើងហើយយើងនឹងយកជើងគេតែពីរទៀត លោកប្តីគិតយ៉ាងម៉េចទៅបើបងចាញ់បងនឹងត្រូវបាត់បង់ជើងណាតែកូនប្រុសពួកយើង ពុកមិនអាចយកជើងខ្លួនឯងភ្នាល់ទេម្យ៉ាងទៀមប៉ាសៀងជាញើសឈាមពុកណា ឯងជាគុំប្រុសយើងខ្ញុំព្រមភ្នាល់ជាមួយលោក ឈប់សិនលោកទេវតាបើលោកប្រើសិលជួយពួកគេខ្ញុំមិនខាតទៅហើយទេ អញ្ចឹងចុះខ្ញុំប្រើឈ្មោះទេវតាទាំង8មកស្បត់តែចុះខ្ញុំមិនអាចប្រើសិលជួយមកខាងណាឡើយខ្ញុំនឹងប្រសិទ្ធិឲ្យពួកលោកធ្វើការភ្នាល់គ្នាដោយយុត្តិធម៌បន្តិចទៀតខ្ញុំនឹងចង្អុលប្រាប់ថាឲ្យចាក់អីណាការភ្នាល់ចាប់ផ្ដើមការភ្នាល់លើកនេះប្រើតែមួយក្តារយកចាញ់ឈ្នះ ចាក់រួចដកដៃទីនេះជាទឹកដីយើងកុំថាយើងធ្វើបាបឯងចាក់មុនទៅ ចាក់អី ចាក់សេះ អញ្ចឹងយើងចាក់គូគ្នាច្រើនអញ្ចឹងជួយធ្វើជាសាក់សីផងចុះចាញ់ហើយកុំប្រែកន្លះទៀតអើហើយ សេះ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 
ដូចជាគូសេសេ ពិតជាសេះមែនលែងកូនប្រុសខ្ញុំទៅលែង